Bà số đây welcome back to my channel bà. Và sao ta khăn cắt video YouTube này cứ chỉ đầm nạc sang tới can bờ Việt Nam đây tăngពីឆ្នាំមុនបាទទៅតែមានពេលលាកាត់បាទឥឡូវយើងកំពុងធ្វើដំណើរទៅយកលោកគ្រូអ្នកគ្រូដែលកំពុងរងចាំតាមផ្លូវបាទដើម្បីឆ្ពោះដំណើរទៅកាន់ប្រទេសវៀតណាមដែលគឺជាដំណើរកំសាន្តឆ្លងប្រទេសលើកដំបូងជុំគ្នាបាទមុនដល់ឆ្នាំ2021បាទបន្ទាប់ពីយើងជិះដំណើរបានតាមផ្លូវមកផ្លែតយើងក៏បានជប់ទៅញ៉ាំអាហារពេលព្រឹកបាទមានសន្លជាច្រើនតែចុងក្រោយហូបមីស្រស់បាទហើយបន្ទាប់ពីហូបហើយយើងក៏បន្តដំណើរដើម្បីឆ្លងព្រំដែនបាទពីប្រទេសកម្ពុជាដើម្បីវាយប៉ាសពតឆ្លងទៅកាន់ប្រទេសវៀតណាមបាទបន្ទាប់ពីយើងវាយប៉ាសពតហើយយើងក៏ធ្វើដំណើរបន្តទៀតបាទតាមរថយន្តក្រុងនៅដែរបាទយើងបានរៀបចំបានអស់វេលាបាទដើម្បីបន្តដំណើរទៅមុខទៀតបាទបន្ទាប់ពីបានមកផ្លែមកយើងក៏បានឈានចូលមកដល់ទឹកដីប្រទេសវៀតណាមបាទហើយយើងក៏បន្តដំណើរបន្តិចទៀតទៅយើងក៏បានទៅដល់ចំណតឡានក្រុងដែលយើងត្រូវចុះដើម្បីធ្វើបន្តដំណើរទៅមុខទៀតទៅកាន់ស្ថានភាពដែលយើងបានកក់ទុកបាទឥឡូវយើងដើម្បីសន្សំចៃលុយយើងដើរបាទអស់វេលាម្នាក់មួយបាទក្នុងការសន្សំចៃថវិកាចំនួនដោយការជិះតាស៊ីដែលសាណាមួយផ្ទះដែលយើងកក់ហ្នឹងគឺនៅចិត្តកន្លែងនឹងបេឡានដែរបាទអាណិតអ្នកគ្រូបាទបងប្រុសនោះក៏ទៅចោលបាទអត់មានជួយលើកបានបងអូនទេបាទអីវ៉ាន់ដូចជាដើរមកដើរ fashion week ចឹងបាទបន្ទាប់ពីដើរជាយូរមកឥឡូវយើងមកដល់ Thago Hotel គឺជាកន្លែងដែលយើងត្រូវស្នាក់នៅចំនួន3ថ្ងៃនៅប្រទេសវៀតណាមបាទឥឡូវយើងបានធ្វើការ check in បន្ទប់និងទទួលយកការដើម្បីចូលទៅបន្ទប់បាទ It's just one stop Just like Japan. It's just the one stop we will arrive the hotel One non-stop. បានបន្ទាប់ពី check in បានមួយផ្លែតមេឃក៏បានធ្លាក់ភ្លៀងជាខ្លាំងបាទដូចជាភ្លៀងស្មារតីមែនតើបាទបន្ទាប់ពីបានមួយផ្លែតហើយពួកយើងក៏បន្តចេញដំណើរពីស្ថានភាពដើម្បីទៅលក់កាហ្វេហើយនឹងក៏ញ៉ាំអាហារថ្ងៃត្រង់ដោយសារតែពួកយើងអត់បានញ៉ាំទេដោយសារតែយើងមកពីនោះឆ្ងាយដែរយើងក៏បន្តដំណើរទៅញ៉ាំអាហារដែលល្បីជាងគេនៅវៀតណាមគឺបាញ់អុកគឺញ៉ាំយកតែមកទៀតបងញ៉ាំទៀតអត់ចាតែខ្ញុំអត់ទៅថប់ទៀតមិនថប់ទាំងទៀតបានទេអត់ទៅមកថប់អង់គ្លេសនេះI need one Pepsi đây lần tay đây rồi nè thiếu một khổ anh có bao nhiêu khổ sorry chân ít qua có như vậy nè thế đó nên vậy đó anh nàoបាទបន្ទាប់ពីញ៉ាំហើយយើងក៏បន្តដំណើរទៀតបាទបងជីឡានចឹងភាសារឿងសម្រាប់ឡងហើយយើងបានបន្តដំណើរទៅកាន់ផ្សារថ្មីនៃគេតំបើបាទ New Playground បាទដែលមានកៅអៅ local សម្រាប់Gen Z ហើយតម្លៃសម្រាប់កៅអៅនៅកន្លែងនេះក៏តម្លៃវាគួរសមដែរដោយសារតែ local brand តែ
ភាគច្រើនសាច់ក្ណាត់គឺស្អាតៗបាទបើមានលុយច្រើនគឺសប្បាយក្នុងការទិញហ្មងបាទដោយសារតែមានគ្រប់ម៉ូដគ្រប់ម៉ាកតែម្ដងបាទតែដោយសារតែពួកយើងមិនសូវមានថវិកាយើងក៏មិនបានទិញតែមុននឹងចេញក៏ជាប់ចិត្តជាមួយកន្លែងថតរូបនេះបាទយើងក៏មកថតរូបលេងជាធីមបាទមកបន្ទាប់ពីយើងចេញពីកន្លែងថតរូបនៅ Playground មកយើងបន្តដំណើរមកសារតែនៅបានដើម្បីមើលរបស់របរមើលអីវ៉ាន់មើលអីអញ្ចឹងមើលទីក្រុងគេអញ្ចឹងដូចក្នុងវីដេអូបន្ទាប់អញ្ចឹងbông bằng top bị đa mà plate mà team nó cứ chụp xì mà này là giờ màu lại nhằm thăm mây đã chia đáy viên sự điện được chia bỏ cái đam tích anh tính bắt tay vì mơ tới lần tầm non bà sao ta vì vai bài lệ khả Việt Nam tích chân tích bản đáy mơ tới cứ tầm non nhằm tầm non bà tập bị ba mà plate mà hộp có ban lợt mà lại bà cái đây hỏi mà chung môi nâng ca thọt lên chung kia mà sao được cô phải cha thật đi lắm mới không bằng tập bị nhằm cho em hơi dương còn chỉ là mình tôn là được khẳng một thì bà bày cho bộ tất cả xa tây Việt Nam mà là cân nặng đào mơ kia mà ai nó bày Scorpio bẹp bọt chi vật là bỏ chỉ chôn kê chẳng đi khăn video bắt đầu chẳng tập bị đá mơ kê ai hả thái dương còn mình tôm là màu nhâm nè mà thì này cứ nhâm là hồi mà cứ dương màu cái này thường số một này pitch ra và chỉ chuyên cầm chơi dương là bay mà nhâm nơiประเทศ Việt Nam คือthường số một miền ăn miền cha miền ngao chẳng á dương còn chẳng màu phluộc màu sạm màu đăng được đôi kia để ai chẳng á tạiสำหรับทีมพวกnhómคือรสชาติvì mình xây chỉ ngay nhanh nèแต่ก่อนlàพวกយើងមកញ៉ាំឲ្យបានដឹងជាតិអីចឹងតែបកូលីនោះបាទអត់ចោលទៅណាក៏មិនភ្លេចបាទយីហឺអាំងមកសុកចិត្តមកដល់វៀតណាមហើយនៅលួចទៅកំងយីហឺអាំងដើម្បីមកញ៉ាំនេះបាទនិយាយទៅ favorite ហ្មងបាទនៅក្នុងវីដេអូនេះអញ្ចឹងcha vậy thôi chứ mai tụcពីញ៉ាំគ្រឿងសមុទ្រអីហើយពួកយើងបានបន្តដំណើរមកជិះឡានដើម្បីទៅផឹកកាហ្វេបាទម៉ោង10មិន10ហើយពួកខ្ញុំក៏នៅតែផឹកកាហ្វេដែរបាទសប្តាហ៍នេះទលាមទ្រលប់ប្រទេសវៀតណាមគឺជប់ឡើងគេអត់ចូលក្លឹបចូលអីទេគេឡើងគឺគេតែងខ្លួនមកផឹកកាហ្វេ
mà hay cà phê đây dương mà nhắmคือcà phê Lin màคือlập bay khănមែនតើនៅវៀតណាមបាទមើលតរូបគាត់ដឹងតែឆ្ងាញ់ហើយបាទទៅទាំងវេបាទ Tay ơi, tay ơi. cảm ơn cảm ơn cảm ơn Xin chào. bà mình thông bị đỏបន្ទប់មកត្រូវដេកជាបានតែមិនដឹងថាពួកគាត់ធ្វើអីទេមកម៉ោង2:11នេះធ្វើលូធ្វើអីទាំងកណ្ដាលយប់នេះបាទគឺសំឡេងខ្លាំងមែនដែរធ្វើឲ្យខ្ញុំនេះវាទៅនឹកឃើញឃ្លានពីឆុងមីឆាយណាវិញ